ធ្វើម៉េចដើម្បីឲ្យកូនឆាប់ចេះអានអក្សរគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជាស្ថាបនិកសាលារៀន Wisdom ដែលសាលារៀន Wisdom បង្រៀនគួរភាសាអង់គ្លេសនិងមុខវិជ្ជាផ្សេងៗផងដែរនៅក្នុងថ្ងៃនេះនាងខ្ញុំឆ្លើយសំណួរអាណាព្យាបាលមួយរូបដែលគាត់បានសួរនៅក្នុង comment box ដែលគាត់បានសួរថាតើធ្វើដូចម្ដេចដើម្បីឲ្យកូនឆាប់ចេះអានអក្សរចាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់សំណួរនេះគឺពាក្យថាអក្សរគឺខ្ញុំអត់ទាន់ដឹងថាតើម្ចាស់សំណួរចង់មានន័យថាអក្សរខ្មែរឬក៏អក្សរអង់គ្លេសនោះទេប៉ុន្តែថ្ងៃនេះខ្ញុំទាញជារួមតែម្ដងទាំងភាសាខ្មែរភាសាអង់គ្លេសគឺសុទ្ធតែមានការរៀនមូលដ្ឋានគ្រឹះដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនមើលឧទាហរណ៍ពីភាសាអង់គ្លេសហើយខ្ញុំនឹងឧទាហរណ៍ជាភាសាខ្មែរបន្ទាប់មកខ្ញុំនឹងទាញន័យជារួមអំពីវិធីសាស្ត្រក្នុងការបង្រៀនឲ្យកូនឆាប់ចេះអានអក្សរចាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការបង្រៀនភាសាអង់គ្លេសគឺយើងត្រូវបង្រៀនព្យញ្ជនៈនិងស្រៈឲ្យកូនចេះពីព្យញ្ជនៈនិងស្រៈហើយបន្ទាប់មកគឺយើងផ្សំបញ្ចូលគ្នារួចគឺយើងឲ្យកូនអានអក្សរបានចាឧទាហរណ៍ដូចជា I គឺសំឡេង e ឬក៏ដូចជា I sound in ចឹងមកគឺយើងមើលអក្សរ B គឺសំឡេង in bin បើប្រែថាធុងសម្រាមនេះគឺជាការអានមូលដ្ឋានគ្រឹះនៅក្នុងភាសាអង់គ្លេសចំណែកឯភាសាខ្មែរគឺដូចគ្នាទេគឺយើងមានព្យញ្ជនៈហើយនិងស្រៈដូចគ្នាចាអញ្ចឹងព្យញ្ជនៈរបស់យើងគឺមានកខកខងរហូតដល់អក្សរអហើយព្យញ្ជនៈនៅក្នុងភាសាខ្មែរយើងគឺបែងចែកទៅជា2សំឡេងគឺព្យញ្ជនៈពួកអហើយនិងព្យញ្ជនៈពួកអូឧទាហរណ៍ដូចជាកខចឆគឺជាព្យញ្ជនៈពួកអកខងគឺជាព្យញ្ជនៈពួកអូចានេះគឺសំឡេងរបស់ខ្ញុំសំឡេងតុងបែបអ្នកសៀមរាបប៉ុន្តែសំឡេងតុងបែបនៅខេត្តព្រៃវែងឬក៏នៅភ្នំពេញគឺអត់ចេញទៅជាសំឡេងកខងទេទៅជាកខងវិញអញ្ចឹងណាអញ្ចឹងគឺខ្ញុំទាញសំឡេងទៅតាមបែបអ្នកសៀមរាបដែលខ្ញុំមកពីខេត្តសៀមរាបអញ្ចឹងទៅចាហើយស្រៈនៅក្នុងភាសាខ្មែរយើងក៏បែងចែកទៅជាពីរសំឡេងដូចគ្នាគឺស្រៈដែលប្រកបជាមួយនឹងព្យញ្ជនៈពួកអហើយនិងស្រៈដែលប្រកបជាមួយនឹងព្យញ្ជនៈពួកអូអញ្ចឹងព្យញ្ជនៈពួកអគឺយើងរាប់មកដូចយើងរាប់ស្អាស្រអេស្រអីស្រអឹស្រអើអញ្ចឹងទៅហើយសម្រាប់ស្រៈដែលប្រកបជាមួយព្យញ្ជនៈពួកអូដូចជាកខងហ្នឹងគឺវាទៅជាស្រអៀស្រអ៊ីស្រអ៊ីស្រអ៊ឹស្រអ៊ឺដូច្នេះសម្រាប់ការបង្រៀនគឺដូចគ្នានៅពេលដែលកូនចាំព្យញ្ជនៈពួកអព្យញ្ជនៈពួកអូច្បាស់ហើយគឺលោកអ្នកអាចបង្រៀនស្រៈជាប់ជាមួយនឹងព្យញ្ជនៈពួកអហើយនិងស្រៈភ្ជាប់ជាមួយនឹងព្យញ្ជនៈពួកអូព្យញ្ជនៈជាមួយនឹងស្រៈដូចកអាកាឆអាឆាអញ្ចឹងទៅចាបន្តមកទៀតនៅពេលដែលចប់ពីអក្សរកដល់អក្សរអហើយយើងចូលទៅដល់ព្យញ្ជនៈពួកអូម្ដងដូចជាកខងអញ្ចឹងនៅពេលដែលយើងរាប់ព្យញ្ជនៈពួកអូចាស្រៈក៏មានស្រៈដែលភ្ជាប់ជាមួយនឹងព្យញ្ជនៈពួកអូគឺប្រែប្រួលសំឡេងដូចគ្នាស្រអាទៅជាស្រអៀស្រអេទៅជាស្រអ៊ីស្រអីទៅជាស្រអ៊ីស្រអឹទៅជាស្រអឹស្រអើទៅជាស្រអ៊ឺដូច្នេះនៅពេលដែលបងប្អូនបង្រៀនកូនភ្ជាប់ជាមួយនឹងព្យញ្ជនៈពួកអូបែបនេះគឺយើងអានថាកអ៊ីគៀងអ៊ីងីអញ្ចឹងទៅចាដូចខ្ញុំឧទាហរណ៍នៅខាងក្រោមនេះអញ្ចឹងលោកអ្នកអាចមើលនៅក្នុងសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី1របស់ក្រសួងអប់រំយុវជននិងកីឡាគឺបែងចែកព្យញ្ជនៈពួកអព្យញ្ជនៈពួកអូហើយនិងស្រៈដែលភ្ជាប់ជាមួយនឹងព្យញ្ជនៈពួកអនិងពួកអូដូចគ្នាដែរអញ្ចឹងលោកអ្នកអាចបង្រៀនកូនទៅតាមសៀវភៅពុម្ពរបស់ក្រសួងអប់រំទៅគឺអាចបង្រៀនកូនឲ្យឆាប់ចេះអានអក្សរបានហើយអ្វីដែលសំខាន់គឺឲ្យកូនស្គាល់ព្យញ្ជនៈស្គាល់ស្រៈឲ្យចាំសិននៅពេលដែលគាត់ស្គាល់ព្យញ្ជនៈស្គាល់ស្រៈហើយគឺយើងអាចបង្រៀនពួកគាត់ឲ្យចេះប្រកបស្រៈជាមួយនឹងព្យញ្ជនៈនេះគឺជារបៀបដែលនាងខ្ញុំបានកត់សម្គាល់ឃើញលោកគ្រូអ្នកគ្រូនៅក្នុងសាលារដ្ឋជាពិសេសគឺថ្នាក់បឋមថ្នាក់ទី1ទី2គឺបង្រៀនសម្រាប់លោកអ្នកដែលនៅក្នុងរាជធានីភ្នំពេញចង់ឲ្យលោកគ្រូអ្នកគ្រូនៅខាងសាលារៀន Wisdom ទៅបង្រៀនកូនដល់ផ្ទះអាចឆាតចូលទៅក្នុង page ហើយសម្រាប់លោកអ្នកដែលនៅខេត្តឆ្ងាយឬក៏នៅក្រៅប្រទេសចង់ឲ្យកូនចេះអានភាសាខ្មែរនិងភាសាអង់គ្លេសអាចឆាតចូលទៅក្នុង page ឬក៏តាក់ទងតាម Telegram នៅលើ caption ខាងលើនេះបើសិនជាលោកអ្នកមានចម្ងល់អ្វីបន្ថែមអាច comment ឬក៏អាចឆាតចូលទៅក្នុង page សូមលោកអ្នកជួយ like និង share វីដេអូមួយនេះដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត